សួស្តីអ្នកទាំងអស់គ្នាថ្ងៃហ្នឹងថ្ងៃទី2ហើយយើងក៏ត្រូវធ្វើ quest ដែរ quest ទី1គេឲ្យកាប់iron ចំនួន72ឥឡូវយើង teleport ទៅកាប់ iron ដូចជា72 iron ore ហើយនិង deep slab ore 72ដូចគ្នាគេឲ្យ72 iron ហ្នឹងគឺមិនមែនងាយស្រួលទេគឺយើង OTP មកចំកន្លែងដែលអត់ដំណើរការហើយខ្ញុំកាប់ copper សុបហ្នឹងវា server ក៏ restart ចឹងវាចំណាយពេលខ្ទង់3ទៅ4នាទីដើម្បីឲ្យវា smooth មកវិញ copper ជារបស់អត់ប្រយោជន៍ក្នុង Minecraft ប៉ុន្តែវានឹងមានប្រយោជន៍នៅក្នុង server តែយើងអាចលក់យកលុយបានជាច្រើនដែលយើងអាចទិញអ្វីដែលយើងចង់ទិញឥឡូវ server restart ហើយមានកាប់អីទៀតឡែកហើយដល់ពេលចូល server វិញខ្ញុំក៏មានអារម្មណ៍ថាវា smooth ជាងមុនក៏បានកន្លែងលេងជាមួយនឹង creeper ហើយនិង skeleton ហើយយើងកាប់ iron ទៅខ្ញុំគិតថា72 iron ហ្នឹងគឺមិនងាយស្រួលទេពេលដែលយើងប៉ះ khel នៅក្នុងប៉ះ khel នៅជម្រៅរាកទៅយើងអាចកាប់ iron បានច្រើនចឹងតែខ្ញុំឃើញថា copper ទៅគឺរបស់អត់ប្រយោជន៍នៅក្នុង Minecraft គឺមានប្រយោជន៍តិចតួចដែលយើងអាចធ្វើ copper ដែលយើងអាចវាឲ្យជួយជំនួយប៉ុន្តែក្នុង server គឺអត់ទាន់មាន version ហ្នឹងទេខ្ញុំគិតថា72 iron ហ្នឹងគឺមិនងាយស្រួលទេពេលដែលយើងប៉ះ khel នៅជម្រៅរាកទៅយើងអាចកាប់ iron បានច្រើនចឹងតែខ្ញុំឃើញថា copper ទៅគឺរបស់អត់ប្រយោជន៍នៅក្នុង Minecraft គឺមានប្រយោជន៍តិចតួចដែលយើងអាចធ្វើ copper ដែលយើងអាចវាឲ្យជួយជំនួយប៉ុន្តែក្នុង server គឺអត់ទាន់មាន version ហ្នឹងទេបើអ្នកទាំងអស់គ្នាចូលចិត្តវីដេអូហ្នឹងសូមកុំភ្លេចចុច like ចុច subscribe ឲ្យខ្ញុំម្នាក់មួយផងដើម្បីជាកម្លាំងចិត្តបន្តធ្វើវីដេអូបន្ទាប់ឥឡូវយើងនិយាយអំពី game របស់យើងវិញខ្ញុំមានអារម្មណ៍ថាអបសពខ្លាំងមែនតើខ្ញុំក៏ប្រឡែងលេងជាមួយនឹង creeper skeleton ដើម្បីបំបត្តិ stress អញ្ចឹងហើយយើងវាយមិនដែលត្រូវទេមិនមកពីយើងវាយត្រូវទេមកពីទូរស័ព្ទវាក្តៅហើយយើង record ទៀតកំពុងតែវាយត្រូវនឹង skeleton បាញ់ចង់ងាប់អត់តែដល់នេះយើងមានរមោការពារធ្លាប់តែលេងនៅ bedrock ចេះតែ spam ទៅកុំឲ្យវាយត្រូវប៉ុន្តែនៅលេងនៅ Java លេងជាមួយនឹង bedrock គឺថាពិបាកលេងខ្លាំងមែនតើគឺអត់ដូច bedrock ចឹងយើងមិនបាច់បន្ទោversion ទាំងពីរហ្នឹងទេមកពីយើងមិនសូវចេះលេងយើងចេះលេងតែ bedrock ចឹងអត់អីទេឥឡូវយើងបន្ត space កកមកយើងទៀតជី iron ប៉ុន្តែយើងឃើញ diamond យើងកែបទៅរៀងបានច្រើនគ្រាន់មកដែរកន្លែងហ្នឹងហើយជាកន្លែងទីបញ្ចប់របស់យើងដែលយើងជីកត្រូវជីក iron ហើយក៏យើងឃើញ diamond ដើម្បី អបអរសាទរដែលយើងធ្វើ quest នឹងបញ្ចប់ដោយសុវត្ថិភាពហើយ quest ទី2គេឲ្យជីកអាប្លុកពណ៌សហ្នឹងយើងមិនបាច់ខ្វល់ទេយើងជីកឲ្យតាបានធ្វើ quest របស់គេទៅ quest ទី4គេឲ្យកាប់ deep slab redstone អញ្ចឹងហើយយើងក៏ចិត្តគ្រប់ដែរខ្ញុំយល់ពីខ្លួនឯងគេឲ្យម៉ាញគេឲ្យម៉ាញប្លុកអញ្ចឹងតើឲ្យទៅនិយាយពាក្យកាប់មើលកាប់បថៅយើងកាប់ហត់ពេកក៏យើងចុះហែទឹកទៅកាប់ diamond អញ្ចឹង diamond នៅក្នុងទឹកហើយយើងដូចជាមាន4ប្លុកវាមិនដឹងបានទេយើងមាន fortune កាប់រួចហើយហ្នឹងខ្ញុំក៏ឡើងលើវិញដើម្បីដកដង្ហើមបន្ទាប់ពីដកដង្ហើមរួចក៏ចុះទៅម៉ាញ redstone នៅក្នុងទឹកឥឡូវមិនចង់ឲ្យ sanctify ជាមួយខ្ញុំទេឥឡូវយើងទស្សនាទាំងអស់គ្នាទៅថាយើងធ្វើ quest ហ្នឹង complete អត់យើងនៅខ្វះតែ3 redstone ទៀតទេយើង complete ហើយ
ពេលមីសិននឹង complete គេនិយាយថាថ្ងៃហ្នឹងរួចរាល់ហើយចាំថ្ងៃស្អែកក៏មកធ្វើទៀតហើយវីដេអូរបស់យើងមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយបាយបាយ